សួស្តីអញ្ចឹងមុននឹងខ្ញុំបានត្រប់កូដខ្លះទាក់ទងនឹង comparison operator របស់យើងជានៅក្នុងនេះមុនខ្ញុំទៅអនុវត្តកូដបន្តទៀតអញ្ចឹងខ្ញុំបញ្យល់មកទាក់ទងនៅក្នុង comparison operator គឺមានការ return value ពី2ទី1 true ឬក៏ false ជានៅក្នុងនេះគឺសញ្ញាស្មើ2ដងគឺ equal នេះបើសញ្ញាស្មើ3ដងទាក់ទងនឹងយើង compare វាទាក់ទងequal value ហើយនឹង equal type សម្រាប់តទៅនេះគឺដូចគ្នាដែរគឺ not equal concept នេះគឺផ្ទុយនឹងមួយនេះមកមួយនេះគឺតទៅគេធំជាងនេះអាចតូចជាងធំជាងឬស្មើឬអីគេតូចជាងឬស្មើអូខេអញ្ចឹងខ្ញុំកន្លែងហ្នឹងខ្ញុំប្រកាស const number ស្មើ5មកស្មើ12ខ្ញុំដាក់ const number kx kx ស្មើ12ដែរចឹងខ្ញុំដាក់ if number ស្មើ number kx ចឹងកន្លែងនេះខ្ញុំ log មកបើសិនជាវា true ចឹងវាបង្ហាញអីគេមកប្រឡោះនេះអូខេចឹងកន្លែងនេះអីគេ true ចឹងកន្លែងនេះខ្ញុំ check ដើម្បីងាយស្រួលខ្ញុំ check log មក type of number ចឹងកន្លែងនេះខ្ញុំយក type of មួយទៀតមកចឹងយើងមើលឃើញកន្លែងនេះ type របស់វាគឺ number អានេះគឺគេ number kxចឹងខ្ញុំដាក់មួយទៀតមកcheck value and type if number equal number kx logs ចឹងខ្ញុំ log វាមក ចឹងយើងឃើញមើលឃើញប្រឡោះនេះវាអត់ចូលដោយសារតែហេតុអ្វីគឺយើងប្រើសញ្ញាស្មើ3ដងគឺមានយើង check value និង type ចឹងដោយសារតែយើងបាន check កន្លែងនេះគឺ number របស់វាគឺប្រភេទ type របស់វា number ចឹងនេះគឺ type របស់វា string ចឹងពេលយើង compare ទៅគឺវាប្រកាសជាអត់ចូលទេខ្ញុំដាក់ logs other logic ភាសាខ្ញុំសរសេរ L ខុសអូខេចឹងខ្ញុំទទួលបានកន្លែងនេះចឹងតើតើមុននឹងខ្ញុំបានអនុវត្តកូដតើតើកន្លែងគេ equal value និង type ចឹងតើតើសេសសល់ឯងគឺអ្នកទាំងអស់គ្នាអាចអនុវត្តកន្លែងនេះបន្ថែមមកមួយនេះឬក៏មួយនេះដើម្បីការរៀនរបស់យើងតើតើនឹង JS comparison កាន់តែយល់ច្បាស់បន្ថែមទៀតអញ្ចឹងនៅពេលអ្នកទាំងអស់គ្នារៀនហើយមានចម្ងល់អីតើតើនៅក្នុងមេរៀន JavaScript ហ្នឹងគឺខ្ញុំមាន option 3អ្នកទាំងអស់គ្នានេះតើតើជំរើសការគ្រប់គ្រងមេរៀនរបស់ខ្ញុំអូខេអញ្ចឹងតើតើ normal កន្លែងនេះតើតើ basic គឺនៅក្នុងនេះយើងអាចអាចសើផ្ទាល់អាចបាន slide ឬក៏អាចចូល source code ឬក៏តទៅនៅក្នុង Premiere គឺមានតម្លៃវាធំនេះគឺប្រចាំឆ្នាំឬក៏យើងអាច click លើ URL នេះមកដើម្បីបន្ថែមទៀតបាទសូមអរគុណ